បាទសូមលំអរកាយគោរពនឹងជម្រាបសួរបាទទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺវិលត្រឡប់មកជួបជាមួយនឹង Admin សាជាថ្មីណាពុកម៉ែបងប្អូនយើងបាទសម្រាប់ការចែករំលែកបាទនៅតម្រុយបាទឆ្នោតយួនប្រចាំថ្ងៃបាទពី Channel បាទផ្សាយឆ្នោត7របស់ Admin ផងដែរបាទប៉ុន្តែមុននឹងឈានទៅដល់ការអោយបាទនៅលេខតម្រុយបាទឆ្នោតពិសេសសម្រាប់ថ្ងៃនេះ Admin ក៏ចាប់ផ្ដើមបាទធ្វើការសុំចិត្តពុកម៉ែបងប្អូនយើងបាទម្នាក់មួយណាបាទសូមជួយចុចបាទនៅបាទប៊ូតុង Subscribe ឬក៏យើងហៅថាជាវណា បាទបន្ទាប់មកបងប្អូនយើងជួយចុចសញ្ញាកណ្ដឹងបាទជួយចុច like និង share ម្នាក់មួយបាទដើម្បីជាការលើកទឹកចិត្តមកដល់ admin បាទក៏ដូចជាការបាទពុកម៉ែបងប្អូនយើងទទួលបាទលេខហេកមុនគេផងដែរណាជាឱកាសបាទបាទអញ្ចឹងថ្ងៃនេះមុននឹងឈានទៅដល់ការអោយតម្រុយបាទថ្ងៃថ្មី admin ក៏សូមធ្វើការបាទផ្ទៀងផ្ទាត់នៅលេខតម្រុយថ្ងៃចាស់ផងដែរបាទថាតើយើងបានទទួលបាទអឺមានចូលឬក៏អត់ណាបងប្អូនយើងបាទ បាទអញ្ចឹងសម្រាប់លទ្ធផលបាទ admin ក៏នឹងធ្វើការហៅផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនយើងដូចគ្នាបាទអញ្ចឹង admin ក៏សូមធ្វើការអាននៅលេខតម្រុយបាទសម្រាប់ថ្ងៃទី22សិនណាបាទសម្រាប់ពីរលេខ admin ឲ្យ26បាទ63 43និង79បាទសម្រាប់3លេខ admin ឲ្យ200បាទ49បាទហើយនិង600បាទ47បាទសម្រាប់លេខអូស admin ឲ្យបងប្អូនយើងបាទធ្វើការអូសបាទនៅលេខ20បាទនិងអូសលេខ70ណាបាទខ្ទង់20ខ្ទង់70 បាទតោះយើងទៅមើលលេខតម្រុយរបស់យើងថាមានចូលឬអត់ណាបាទ admin ក៏សូមធ្វើការអានបាទនៅលទ្ធផលម៉ោង4បាទសម្រាប់បាទប៉ុស A បាទ2ខ្ទង់បាទចេញ22បាទសម្រាប់3ខ្ទង់គឺ414បាទសម្រាប់ប៉ុស B 96 215បាទសម្រាប់ប៉ុស C បាទ15 962បាទសម្រាប់ប៉ុស D 95 621បាទសម្រាប់ប៉ុសហូបាទនិងប៉ុស I បាទនៅជុំគ្នាបាទគឺ55 800បាទ84បាទសម្រាប់ប៉ុស N បាទគឺ74និង100បាទ60បាទចឹងយើងក៏ទៅមើលលេខតម្រុយរបស់យើងដែរឃើញថាបាទនៅប៉ុស A ណា admin ឲ្យ26គឺចេញ22បាទឃើញថាយើងឆាពុកម៉ែបងប្អូនយើងបាទសម្រាប់ប៉ុស B គឺមិនមានចូលទេបាទសម្រាប់ប៉ុសប៉ុស C ណាប៉ុស C ក៏អត់ដែរប៉ុស D ក៏អត់ដែរណាបាទគឺតម្រុយយើងនៅវេលាម៉ោង4នេះបាទយើងអត់ចូលទេពុកម៉ែបងប្អូនយើងបាទយើងឆាសណាឆាសតែ26ទេបាទខុស4លេខបាទតោះយើងក៏ទៅផ្ទៀងផ្ទាត់បាទនៅលេខតម្រុយបាទលទ្ធផលបាទនៅវេលាម៉ោង5 បាទហើយមានក៏សូមធ្វើការអានណាលទ្ធផលម៉ោង5បាទសម្រាប់បាទ2គង់ប៉ុស A បាទគឺចេញ10គត់សម្រាប់3គង់បាទប៉ុស A គឺចេញ260បាទសម្រាប់ប៉ុស B បាទគឺ78បាទ600បាទ98បាទសម្រាប់ប៉ុស C 98បាទ7បាទ86សម្រាប់ប៉ុស D បាទគឺ78បាទ869បាទសម្រាប់ប៉ុសហូបាទនិងប៉ុស I គឺនៅជុំគ្នាបាទ99034បាទសម្រាប់ប៉ុស N បាទ02និង008បាទពុកម៉ែបងប្អូនបាទឃើញថាបាទនៅវេលានេះបាទគឺចិត្តច្រើនមែនទែនតែម្ដងណាបាទសម្រាប់ឆ្នោតបាទយួនមីងុកបាទអញ្ចឹង admin ក៏ធ្វើការបាទទៀងទាត់តម្រុយរបស់យើងបាទប៉ុស A ចេញ10បាទគឺមិនមានត្រូវទេបាទបាទសម្រាប់បាទអ្វីដែលឆាសបាទគឺ79ណាបាទ79 admin ឲ្យ79បាទប៉ុស B ចេញ78ពុកម៉ែបងប្អូនយើងបាទខុសតែមួយលេខទេណាសង្ឃឹមថាពុកម៉ែបងប្អូនយើងបានចុះមួយលេខបាទបាទសម្រាប់ប៉ុស D បាទ78ទៀតពុកម៉ែបងប្អូនយើងបាទ78បាទ78បាទ79ខុសតែមួយលេខបាទបាទបាទសម្រាប់កៅបើសិនជាយើងត្រឡប់ណា admin ឲ្យ79យើងត្រឡប់មកបាទគឺ97បាទឃើញថាឆ្នោតបាទប៉ុស C យើងចេញ98បាទហើយប៉ុស O បាទចេញ99បាទឃើញថាយើងឆាសឆិតណាពុកម៉ែបងប្អូនយើងបាទសង្ឃឹមថាពុកម៉ែបងប្អូនបានចូលហេងណាបាទនៅវេលាម៉ោងម៉ោងនេះផងដែរណាបាទអញ្ចឹងយើងក៏ទៅផ្ទៀងផ្ទាត់បានលេខ100បាទនិងលទ្ធផលនៅវេលាម៉ោងបាទ6បាទដូចជាម៉ោងចុងក្រោយបាទសម្រាប់ប៉ុស A បាទ2ខ្ទង់បាទចេញ26បាទហើយបាទខ្ទង់ទី2បាទចេញ09បាទខ្ទង់ទី3ចេញ06បាទហើយនៅខ្ទង់ទី4បាទគឺចេញ64បាទសម្រាប់3ខ្ទង់បាទចេញ354បាទ649បាទ773បាទសម្រាប់ប៉ុស B បាទចេញ60បាទនិង200បាទ13បាទសម្រាប់ប៉ុស C បាទគឺចេញ13បាទ600បាទ2បាទសម្រាប់ប៉ុស D បាទ63និង0បាទ21យើងក៏ធ្វើការផ្ទៀងផ្ទាត់បាទនៅលេខតម្រុយរបស់យើងថាមានចូលឬក៏អត់ណាបាទអញ្ចឹង admin ក៏លេខទៅគឺយើងចូលបាទប៉ុស A ណា26ពុកម៉ែបងប្អូនយើងចូលចំតែម្ដងបាទសម្រាប់ប៉ុស 3 admin ឲ្យបាទចេញ64បាទគឺយើងឆាសមួយលេខទៀតពុកម៉ែបងប្អូនបាទកុំឲ្យចូលហេងបាទ2នេះតែម្ដងណាបាទអញ្ចឹងយើងទៅមើលបាទខ្សែគឺយើងអត់មានចូលទេណាបាទសម្រាប់ចិត្តគឺយើងអត់ចូលដែរបាទយើងបាន
សម្រាប់លេខធំបាទសម្រាប់លេខធំនៅលើប៉ុស្តិ៍ A ណា admin ឲ្យ600បាត់47បាទពុកម៉ែបងប្អូនបាទចេញ600បាត់49បាទឃើញថាបើយើងចុះ2លេខបាទចុះ2លេខគឺចូលចំតែម្ដងបាទបាទអញ្ចឹងសម្រាប់តម្រុយ admin បាទថ្ងៃនេះគឺយើងចូលបានពុកម៉ែបងប្អូនយើងបាទគឺប៉ុស្តិ៍ A បាទនៅវេលាម៉ោង6បាទគឺចំតែម្ដងបាទadmin អធិស្ឋានភ្លេចផ្ទៀងផ្ទាត់មួយទៀតណាសម្រាប់ប៉ុស្តិ៍ D បាទ admin ឲ្យ63បាទគឺចូល63មួយទៀតណាប៉ុស្តិ៍ D ពុកម៉ែបងប្អូនយើងបាទ អញ្ចឹង admin បានសម្រាប់ម៉ោង6នេះយើងបានបាទយើងបាន2បាទចូលពេញតែម្ដងបាទអញ្ចឹង64បើសិនជាពុកម៉ែបងប្អូនយើងបាទចុះតែបន្តិចលើប៉ុស្តិ៍ A គឺយើងចូលដូចគ្នាណាបាទឡើងមួយលេខចុះមួយលេខបាទជាធម្មតាតម្រុយបើពុកម៉ែបងប្អូនយើងលេងបាទគឺឡើងមួយលេខចុះមួយលេខទៅណាបាទដើម្បីបង្កើនបាទឱកាសបាទគឺចូលបាទច្រើនណាបាទបាទអញ្ចឹង admin ក៏ធ្វើការបាទទៅទៀងបាទអធិស្ឋានពុកម៉ែបងប្អូនយើងបាទ admin ក៏នឹងធ្វើការបាទចែករំលែកបាទនៅលេខតម្រុយបាទសម្រាប់ថ្ងៃថ្មីបាទឃើញថាថ្ងៃចាស់យើងក៏ចូលបានច្រើនដែរណាបាទបាទអញ្ចឹងសម្រាប់ថ្ងៃថ្មីបាទថ្ងៃថ្មីថ្ងៃទីបាទ23ណាបាទថ្ងៃទី23អូខេអញ្ចឹងសម្រាប់បាទលេខតូចរបស់យើងណាសម្រាប់លេខតូចគឺមានឲ្យពុកម៉ែបងប្អូនយើងបាទធ្វើការលេងបាទជាមួយនឹងបាទបាទ34 34បាទ76បាទសម្រាប់បាទខ្ទង់ទី3គឺ42បាទ87បាទបាទសម្រាប់ខ្ទង់តូចណាបាទអញ្ចឹងសម្រាប់ខ្ទង់ធំអញ្ចឹងសម្រាប់ខ្ទង់ធំអត់មានឲ្យពុកម៉ែបងប្អូនយើងលេងបាទគឺបាទ357គុណបាទ357គុណបាទហើយនឹង886ណាបាទជាស្រ័យមកបងប្អូន admin អានអត់សូវបានលឿនទេណាដោយសារថាបាទយើងដៃផងនោះមាត់ផងបងប្អូនជាស្រ័យផងបាទជាស្រ័យអញ្ចឹងadmin បាទសម្រាប់ម្សិលមិញ admin ឲ្យ20ណាអូគឺចូលដែរអញ្ចឹងថ្ងៃនេះ admin ឲ្យបងប្អូនយើងបាទធ្វើការអូសខ្ទង់30បាទហើយនឹងខ្ទង់80បាទខ្ទង់30ខ្ទង់80ណាបាទ បាទអញ្ចឹង admin ក៏សូមធ្វើការហៅបញ្ជាក់ទៅកាន់ពុកម៉ែបងប្អូនយើងម្ដងទៀតបាទសម្រាប់លេខតម្រុយបាទថ្ងៃទី23បាទពុកម៉ែបងប្អូនយកទៅលេងបាទគឺសម្រាប់2លេខ admin ឲ្យ34បាទ76បាទ42 87បាទសម្រាប់3លេខ admin ឲ្យបាទ357គុណបាទនិង800បាទ86គុណបាទសម្រាប់លេខអូស admin ឲ្យបងប្អូនយើងបាទធ្វើការអូសនៅខ្ទង់30និងខ្ទង់80បាទ អញ្ចឹង admin ក៏សូមធ្វើការបាទបញ្ជាក់ទៅកាន់ពុកម៉ែបងប្អូនយើងបាទការលេងក៏សូមលេងគុណផងដែរបាទសម្រាប់បាទលេខតម្រុយបាទដែល admin ជូនទៅកាន់ពុកម៉ែបងប្អូនយើងបាទសូមពុកម៉ែបងប្អូនបាទលេងដោយការទទួលខុសត្រូវណាពុកម៉ែបងប្អូនយើងបាទបើសិនជាពុកម៉ែបងប្អូនស្រឡាញ់បាទនៅក្រុមណាមួយក៏អាចជ្រើសរើសបាទទៅលេងកម្សាន្តណាព្រោះតម្រុយបាទមានចូលបាទមានខុសបាទឬក៏មានហេងណាបាទដោយ admin បានជម្រាបនឹងយើងអត់ច្បាស់ថាវាត្រង់100%ទេបាទព្រោះបណ្ដាញយ៉ាងណាសម័យទៅថាវាត្រង់100%បានទេណាបាទ ចឹង admin មានតែប៉ុណ្ណេះសម្រាប់ថ្ងៃនេះ admin ក៏សូមជូនពរទៅកាន់ពុកម៉ែបងប្អូនបាទទាំងអស់គ្នាបាទនៅការតាមដានបាទ channel របស់ admin ប្រចាំថ្ងៃ admin ក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាបាទចូលលាភបាទចូលជ័យបាទចូលហេងទាំងអស់គ្នាបាទពុកម៉ែបងប្អូនផ្សងសំណាងបាទនៅវេលាថ្ងៃទី23នេះបាទ admin ក៏សូមជម្រាបលាបាទនឹងជួបគ្នាបាទនៅថ្ងៃស្អែកបាទជាមួយនឹងវីដេអូបន្តបាទអរគុណច្រើនបាយបាយ